យើងគ្មានអីក្រៅតែពីទទួលស្គាល់ការពិតក្បួនទី1គឺទទួលស្គាល់ការពិតថាអ្វីដែលកន្លងហួសវាហួសហើយទុកវាជាមេរៀនពិសោធន៍ទៅទុកវាជាឈ្នន់ដែលជន់ពីលើឲ្យមកដល់ជន់លើនឹងទៅដូចយើងដើរឆ្លងទឹកណាបើយើងសម័យទាំងអស់គ្នាសម័យទៅដល់ឆ្លងយើងទៅស្រុកទៅអីវាមានខែភ្លៀងខែអីទឹករិចរិចឬក៏អីចឹងទៅវាមានដុំថ្មវាមានកន្លែងគោកវាមានអីចឹងទៅហើយយើងភាគច្រើនយើងមិនចង់ជន់ផុកល្បាប់ទេយើងប្រកាសជាជន់ណាកន្លែងដុំថ្មឬក៏កន្លែងគោកប៉ុន្តែពេលខ្លះយើងស្មានថាកន្លែងហ្នឹងជន់កើតកន្លែងហ្នឹងរឹងមានរឹងណាជន់ទៅជ្រាយផុកល្បាប់អ្នកខ្លះក៏ធ្វើមិនទេបើវាជ្រុលអញ្ចឹងហើយលាងជើងទៅប៉ុន្តែអ្នកខ្លះនៅតែងតែងបលយោសំទោសជួនកាលបន្ទោសខ្លួនឯងអញ្ចឹងទៀតមើលឃើញភ្នែកមានអត់មើលមែនអាចន់ថ្មអំព្រមជន់ទេល្អជួនកាលបន្ទោសទាំងថ្មបន្ទោសទាំងអីចុះឡើងនេះយើងនិយាយពីអេពីសូតមុនហ្នឹងអញ្ចឹងកន្លែងហ្នឹងបើសិនជាជំនួសឲ្យការដែលយើងនៅអង្គុយសញ្ជប់សញ្ជឹងសោកសៅទៅលាងជើងចេញទៅហើយយើងបន្តដំណើរទៅមុខទៀតឃើញទេមធ្យោបាយរឿងក្បួនសំខាន់ទី1ទទួលស្គាល់ការពិតហើយនៅពេលដែលយើងចេះទទួលស្គាល់ការពិតយើងចេះលុតដំចិត្តហើយប្រាប់ខ្លួនឯងថានេះគឺជាមេរៀនពិសោធន៍យើងហើយសម្រាប់ចិត្តលើកនឹងខុសម្ដងលើកក្រោយកុំឲ្យខុសអត្តដែលហ្នឹងណាជាលើកទី2តែពេលខ្លះគេថាបើវាជាកំហុសម្ដងអាចថាវាជាកំហុសបើដដែលហ្នឹងជាលើកទី2អាចជាការប្រហែសប៉ុន្តែបើរឿងដដែលហ្នឹងជាលើកទី3អាចដោយសារតែយើងបង្កើតទម្លាប់មួយដែលមិនទាន់នាំឲ្យយើងទៅរកភាពជោគជ័យនៅឡើយទេចាអញ្ចឹងមធ្យោបាយដែលល្អបំផុតមើលមកខ្លួនឯងរួចឲ្យបដូរទម្លាប់ចេញទៅបដូររបៀបគិតចេញទៅ